នៅឆ្នាំ1941ប្រទេសថៃបានឈ្លានពានប្រទេសកម្ពុជាហើយបន្ទាប់មកបានប្រកាសសង្គ្រាមលើសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសនៅឆ្នាំ2025ការចោទប្រកាន់របស់ថៃថាទាហានកម្ពុជាបានឆ្លងព្រំដែនគេកំពុងប្រើម្ដងទៀតជាលេសឈ្លានពានប្រទេសកម្ពុជាការអះអាងស្រដៀងគ្នានេះក៏ធ្លាប់ជាមូលដ្ឋាននៃការឈ្លានពានកម្ពុជារបស់ថៃនៅឆ្នាំ1941ផងដែរនៅពេលនោះក៏ដូចជាឥឡូវនេះសកម្មភាពយោធារបស់ថៃមានគោលបំណងបញ្ចូលទឹកដីកម្ពុជាឲ្យទៅជាផ្នែកមួយរបស់ខ្លួននេះបើតាមសំណេររបស់លោក Casey Bennett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជាលោកបន្តថាទោះបីជាថៃដឹងច្បាស់អំពីអំពើប្រល័យពូជសាសន៍របស់ជប៉ុននៅប្រទេសចិនរួមទាំងការសម្លាប់រង្គាលនៅណានជីងឆ្នាំ1937ដែលបានសម្លាប់មនុស្សប្រហែល20,000 នាក់ក៏ដោយក៏ថៃនៅតែចូលរួមចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយជប៉ុននៅថ្ងៃទី12ខែមិថុនាឆ្នាំ1940កិច្ចព្រមព្រៀងនេះបានបង្កើតមូលដ្ឋានឲ្យជប៉ុនបន្តកាន់កាប់ឥណ្ឌូចិនបារាំងនិងម៉ាឡាយ៉ារបស់អង់គ្លេសបន្ទាប់ពីអនុម័តសន្ធិសញ្ញានេះថៃបានឈ្លានពានកម្ពុជានិងឡាវនៅខែមករាឆ្នាំ1941ដោយអះអាងថាកងកម្លាំងអាណានិគមបារាំងនៅកម្ពុជាបានបាញ់ឆ្លងព្រំដែនចូលក្រុងអារ៉ាញ់ប្រទេសនៃប្រទេសថៃតាមពិតទៅថៃបានត្រៀមរៀបចំសម្រាប់ការឈ្លានពានអស់រយៈពេលជាច្រើនខែរួចមកហើយក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ថៃបានបង្ខំយកខេត្តនៅភាគខាងជើងនៃប្រទេសកម្ពុជានិងទឹកដីភាគខាងលិចរបស់ប្រទេសឡាវនៅខែធ្នូឆ្នាំ1941ថៃនិងជប៉ុនបានចុះហត្ថលេខាបន្ថែមមួយទៀតសម្រាប់ការគ្រប់គ្រងយោធារួមគ្នាដោយជប៉ុនបានគ្រប់គ្រងយ៉ាងច្បាស់លាស់ចំពោះការអះអាងទឹកដីរបស់ថៃរួមទាំងតំបន់ដែលបានបញ្ចូលពីកម្ពុជាឡាវម៉ាឡាយ៉ានិងភូមាកិច្ចព្រមព្រៀងនេះបានធានាតួនាទីរបស់ថៃជាមជ្ឈមណ្ឌលផ្គត់ផ្គង់និងជាទីតាំងសម្រាប់ការរៀបចំកម្លាំងសម្រាប់ការយកឈ្នះគ្រប់គ្រងរបស់ជប៉ុនលើម៉ាឡាយ៉ារបស់អង់គ្លេសនិងភូមាក្នុងឆ្នាំ1941ដល់1942នៅខែកក្កដាឆ្នាំ1943ជប៉ុនបានផ្ដល់រង្វាន់ដល់ថៃសម្រាប់ការសហការដោយផ្ទេរខេត្តចំនួន6ពីម៉ាឡាយ៉ាអង់គ្លេសនិងភូមាឲ្យទៅថៃក្នុងអំឡុងពេលនោះថៃបានសម្របសម្រួលនិងទទួលផលប្រយោជន៍យ៉ាងច្បាស់ពីការប្រើប្រាស់ពលកម្មបង្ខំរបស់ជប៉ុនដើម្បីសាងសង់ផ្លូវដែកភូមាដែលភ្ជាប់ពីបាងកកទៅយ៉ាងហ្គូនក្នុងចំណោមពលកម្មដែលត្រូវបានបង្ខំមានអ្នកទោសសង្គ្រាមអង់គ្លេសចំនួន30,131 នាក់និងអាមេរិកចំនួន686 នាក់ក្នុងចំណោមពួកគេអង់គ្លេសមានទាហាន6,904 នាក់និងអាមេរិកមាន131 នាក់បានស្លាប់ដោយសារលក្ខខណ្ឌការងារដ៏សាហាវឃោរឃៅបន្ទាប់ពីជ័យជំនះរបស់សម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី2ថៃត្រូវបានបង្ខំឲ្យលះបង់ទឹកដីទាំងអស់ដែលខ្លួនបានបញ្ចូលរួមមានកម្ពុជាឡាវម៉ាឡាយ៉ានិងភូមាចក្រភពអង់គ្លេសដំបូងបានស្វែងរកវិធានការផ្ដន់ទោសរួមទាំងការកាន់កាប់ថៃយូរអង្វែងទោះយ៉ាងណាសហរដ្ឋអាមេរិកបានប្រឆាំងនឹងការដាក់ទណ្ឌកម្មក្រោយសង្គ្រាមយ៉ាងតឹងរ៉ឹងដោយអះអាងថាការទាមទារដ៏ខ្លាំងក្លានឹងធ្វើឲ្យថៃនិងតំបន់មិនមានស្ថិរភាពដោយហេតុនេះថៃបានប្រឈមនឹងការទទួលខុសត្រូវតិចតួចប៉ុណ្ណោះចំពោះអំពើឈ្លានពានទឹកដីក្នុងសម័យសង្គ្រាមឥឡូវនេះឆ្នាំ2025ថៃកំពុងឈ្លានពានប្រទេសកម្ពុជាម្ដងទៀត